ជំរាបសួរនាងខ្ញុំឈ្មោះបុតសាឡែនបច្ចុប្បន្នជាសិស្សដែលកំពុងសិក្សានៅមជ្ឈមណ្ឌលអង្គការលើកកម្ពស់យុវជនដែលហៅកាត់ថា PEP ចំនួនទី12ដែលបច្ចុប្បន្ននាងខ្ញុំគឺជាប្រធានគម្រោងដែលធ្វើនៅលើប្រធានបទយុវជនដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋក្រោមប្រធានបទបង្កើតចំណេះដឹងកម្រិតបឋមផ្នែកសុខភាពដល់សិស្សានុសិស្សកម្រិតអនុវិទ្យាល័យគោលបំណងដែលធ្វើគម្រោងនេះឡើងគឺយើងចង់ឃើញសិស្សានុសិស្សអាណាព្យាបាលដែលគាត់រស់នៅក្នុងតំបន់ទីជនបទទទួលបានការអប់រំទាក់ទងជាមួយនឹងការចែករំលែកចំណេះដឹងផ្សេងៗដូចជាសិស្សានុសិស្សនៅតំបន់ទីប្រជុំជនដែរគម្រោងរបស់យើងបានសម្រេចចិត្តធ្វើនៅសាលាអនុវិទ្យាល័យព្រៃឆ្កាដែលស្ថិតនៅក្នុងភូមិព្រៃឆ្កាឃុំពងរលើស្រុកជីក្រែងខេត្តសៀមរាបមូលហេតុដែលយើងជ្រើសរើសយកសាលាអនុវិទ្យាល័យព្រៃឆ្កាជាតំបន់គោលដៅដោយសារតែយើងមើលឃើញថាសាលាអនុវិទ្យាល័យព្រៃឆ្កាគឺជាសាលាមួយដែលស្ថិតក្នុងតំបន់ដាច់ស្រយាលទាក់ទងជាមួយនឹងការចែករំលែកចំណេះដឹងការអប់រំផ្សេងៗទាក់ទងទៅនឹងបញ្ហាសុខភាពក៏នៅមិនទាន់ទូលំទូលាយសម្រាប់ការធ្វើអនុវត្តគម្រោងនេះផងដែរគឺយើងមានចំនួន5សកម្មភាពដែលសកម្មភាពទី1គឺជាសកម្មភាពនៃការស្រាវជ្រាវដែលក្រុមយុវជនយើងចុះទៅណែនាំខ្លួនក៏ដូចជាជួបផ្ទាល់ជាមួយខាងការិយាល័យអប់រំស្រុកក៏ដូចជាឃុំលោកគ្រូនាយកសាលាជាដើមចំណែកឯសកម្មភាពទី2គឺជាសកម្មភាពដែលយើងចុះទៅតំបន់គោលដៅដោយផ្ទាល់ជួបជាមួយនឹងអាណាព្យាបាលសិស្សានុសិស្សយើងសួរនាំពីបញ្ហាដែលពួកគាត់កំពុងតែជួបប្រទះសកម្មភាពទី3និងសកម្មភាពទី4គឺជាសកម្មភាពដែលក្រុមយុវជនយើងចុះអនុវត្តគម្រោងផ្ទាល់ដែលមានទាំងការបើកវគ្គបណ្ដុះបណ្ដាលក៏ដូចជាកិច្ចសន្ទនាជំរាបសួរខ្ញុំបាទឈ្មោះឈុនសុធាជាគណៈគ្រប់គ្រងសាលានៃវិទ្យាល័យព្រៃឆ្កាថ្ងៃនេះដែរខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអង្គការក្រមយុវជនរបស់អង្គការ PEP បានចុះមកអនុវត្តគម្រោងដែលផ្ដោតសំខាន់ទៅលើសុខភាពជាធំហើយសកម្មភាពនេះដែរក៏ជាសកម្មភាពលើកទី1បាននៅក្នុងសាលារបស់យើងខ្ញុំហើយយើងខ្ញុំក៏សង្ឃឹមថាអង្គការនឹងមានធ្វើជាគម្រោងបែបនេះនៅពេលក្រោយៗទៀតបាទគូចំណាយរបស់ខ្ញុំគិតថាវាសំខាន់បាទទៅលើភូមិរបស់យើងខ្ញុំផ្ទាល់ក៏ដូចជាអាណាព្យាបាលក៏ដូចជាសិស្សានុសិស្សដែលទទួលបានការចែករំលែកបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់អង្គការ PEP ក៏ដូចជាយុវជនដែលចែករំលែកចំណេះដឹងដល់អាណាព្យាបាលក៏ដូចជាសិស្សានុសិស្សដែលបានរៀននៅក្នុងអនុវិទ្យាល័យព្រៃឆ្កាក៏ដូចជាបឋមសិក្សាព្រៃឆ្កាផ្ទាល់សូមអរគុណ